សួស្តីអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញកម្មវិធីមួយទាក់ទងvớiការ clone hard disk សម្រាប់កុំព្យូទ័រយើងដើម្បីជៀសវាងថ្ងៃក្រោយពេលដែលមានបញ្ហាយើងមិនចាំបាច់ set up កម្មវិធីនេះឡើងវិញទេដោយសារយើង clone នេះគឺ hard disk Windows យើងគឺ drive C ទាំង software ដែលយើង set up ហើយទាំងអស់ហ្នឹងវានឹង copy ដូចគ្នាបែបបិទអញ្ចឹងថ្ងៃក្រោយពេលដែលមានបញ្ហាយើងមិនបាច់ហត់ចាំបាច់ set up ឡើងវិញទាំងអស់ទេយើងគ្រាន់តែ clone hard disk ដែលយើង backup នេះទៅលើ drive ដែលយើងមានបញ្ហាវានឹងត្រឡប់កម្មវិធីមកវិញទាំងអស់វាចំណាយពេលតិចហើយអាច save ពេលវេលាយើងសម្រាប់ធ្វើការក្នុងការ set កម្មវិធី set up អីផ្សេងៗលើកុំព្យូទ័រយើងឡើងវិញអញ្ចឹងកម្មវិធីដែលយើងប្រើគឺយើងប្រើប្រភេទ Diskgenie អញ្ចឹងកម្មវិធីនេះ free ទេនៅលើអ៊ីនធឺណិតអញ្ចឹងងាយស្រួលរកហើយវាមានទូនទីច្រើនតែចំណុចដែលខ្ញុំលើកឡើងមួយនេះគឺទាក់ទងមួយការ copy clone ពី drive C យើងទៅលើ hard disk មួយទៀតដើម្បីទុក backup ប្រើប្រាស់ថ្ងៃក្រោយអញ្ចឹងនេះជា drive C ដែលយើង backup ហើយនេះជា hard disk ថ្មីដែលខ្ញុំបាន format ហើយអញ្ចឹងវាមាន 500 GB អញ្ចឹងវានៅសល់តែ 477 G ទេអញ្ចឹងដើម្បី clone បានយើងចូលទៅក្នុងអញ្ចឹង OS ចូលទៅក្នុង icon នេះ OS machine នេះហើយយើង select លើ hard disk ដែលយើងត្រូវ backup ទៅចឹងវាមាន drive E នេះហើយយើង click ទៅលើពាក្យ OK អញ្ចឹងវា clone នេះវា clone ទៅ drive C ទេអញ្ចឹង drive D វាអត់ប៉ះពាល់ទេអញ្ចឹងឯកសារ drive D គឺនៅដដែលទាំងអស់ដោយសារ hard disk ដើមខ្ញុំមានទំហំ 2 TB អញ្ចឹង drive C ខ្ញុំមានតែ 247 អញ្ចឹង clone នេះខ្ញុំអត់ប៉ះពាល់លើការបើយើងចង់ព្រិចទំហំយើងអាចព្រិចបានតាមអ្វីដែលយើងចង់បានតែបើយើងចង់បានទំហំប៉ុណ្ណាយើងអាច keep original ទៅងាយស្រួល backup មកគឺដូច hard disk ដើមរបស់យើងខ្ញុំសូម cancel ឡើងវិញអញ្ចឹងខ្ញុំចូលទៅម្ដងទៀតចូលទៅ icon OS machine នេះហើយយើង select លើ hard disk របស់យើងហើយយើង click OK អញ្ចឹងវានឹង clone drive C នេះមក drive C នៅ hard disk ថ្មីរបស់យើងគឺទំហំប៉ុណ្ណឹងអញ្ចឹងយើង keep ដូចគ្នាដើម្បីងាយស្រួលក្នុងការយើង clone ទៅវិញបន្ទាប់មកយើង click start យើង click OK បន្តមកយើងចូលពាក្យ Horn Message ចឹងពេលនេះវាចាប់ដើម clone ហើយពេលដែលចប់វានឹងលុតប្រាប់យើងចឹងសូមរងចាំចឹងខ្ញុំសូមដាក់ខាលឿនដើម្បីឆាប់ចប់ខ្ញុំចាំមើលការ clone នេះរយៈពេលប្រហែលនាទីចឹងការ clone របស់យើងហ្នឹងរួចរាល់ហើយយើងចូលទៅមើលចឹង147ទៅ software 100G drive យើង clone នេះថា original របស់យើងដូច drive យើង clone original អូខេប្រាប់ទីទៅគឺតែ data របស់ពីដូចគ្នាទៅបិទចឹងការ clone នេះបាន complete ហើយចឹងយើងបិទcomplete ចឹងការ clone នេះរួចរាល់ហើយសូមអរគុណដែលបានទស្សនាវីដេអូនេះអរគុណ